បាននេះចង់ជម្រាបសួរបងប្អូននេះគឺជាផ្លូវមួយនៅ Winchester នៅក្នុងទីក្រុងនៅ City របស់ Winchester នេះសញ្ញាផ្លាកដែលយើងត្រូវចូលក្នុងលេនដែលយើងត្រូវទៅបន្តនៅផ្លូវខាងមុខអញ្ចឹងនៅក្នុងទឹកដីសហរដ្ឋអាមេរិកនេះគឺមានសញ្ញាផ្លាកនៅលើថ្នល់និងផ្លាកនៅលើតាមចិញ្ចើមថ្នល់និងផ្លាកនៅលើបង្គោល stop អញ្ចឹងផ្លាកសញ្ញាព័ត៌មានទាំងអស់គឺសម្រាប់ឲ្យអ្នកបើកបរដើម្បីងាយស្រួលនៅក្នុងការបញ្ជាយានយន្តទៅតាមចំណុចគោលដៅដែលខ្លួនចង់ទៅយើងត្រូវតែរៀបចំផែនការនៃការបើកបរឲ្យរួចស្រេចព្រោះនៅទីនេះគឺមានដំណើរខុសៗគ្នាអញ្ចឹងនេះជាការបង្ហាញមួយបន្តិចបន្តួចសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ